ក្រោយអតីតស្វាមីប្រកាសរឿងបែកបាក់គ្នាកែវសុបញ្ញាផុសរៀបរាប់ពីជីវិតព្យាយាមបង្ហាញភាពរឹងមាំនិងអរគុណមនុស្សសំខាន់បំផុត2នាក់ចាស់នៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2026នេះមហាជនលើបណ្ដាញសង្គមជាពិសេសអ្នកគាំទ្រតាមដានជីវិតឯកជនរបស់តារាចម្រៀងស្រីកែវសុបញ្ញាបានផ្ទុះចាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំងក្រោយពីឃើញការបង្ហោះលើ Facebook ស្វាមីរបស់អ្នកនាងគឺលោកប៉ាល់ប៉ោសៀងពីដំណឹងនៃការលែងលះគ្នាតាមរយៈគណនី Facebook របស់ស្វាមីអ្នកនាងកែវសុបញ្ញាបានរៀបរាប់ថាខ្ញុំបាទសូមបញ្ជាក់និងឲ្យតម្លៃគ្នាទៅវិញទៅមករូបខ្ញុំនិងភរិយាឈ្មោះកែវសុបញ្ញាបានព្រមព្រៀងគ្នាផ្តិតមេដាយនៅតុលាការនិងបញ្ចប់ភាពជាប្តីប្រពន្ធចាប់ពីថ្ងៃនេះតទៅក្រោយទទួលដំណឹងភ្ញាក់ផ្អើលនេះមហាជនអ្នកគាំទ្រលើ Facebook ជាច្រើនកំពុងបង្ហាញការសោកស្ដាយចំពោះចំណងជីវិតគូរបស់តារាស្រីរូបនេះបន្តបន្ទាប់ស្របគ្នានេះដែរងាកទៅមើល Facebook របស់តារាចម្រៀងស្រីកែវសុបញ្ញាមុននេះក៏បានបង្ហោះសារមួយរៀបរាប់ពីជីវិតដែលអ្នកនាងព្យាយាមបង្ហាញភាពរឹងមាំទទួលស្គាល់ការពិតប្រឈមនឹងបញ្ហានិងរក្សាផ្លូវចិត្តឲ្យរឹងមាំបន្តដំណើរជីវិតទៅមុខការបង្ហោះនោះកែវសុបញ្ញាបានរៀបរាប់ថាជីវិតអាចស្រស់បំព្រងគឺជាជីវិតដែលយល់ច្បាស់ពីហេតុផលគ្រប់យ៉ាងហើយយល់ព្រមលែងដោយផ្ដល់ឱកាសឲ្យខ្លួនបាននៅស្ងប់ស្ងាត់និងមានសេចក្តីសុខផ្លូវចិត្តយើងមិនអាចខាត់ខ្យល់កុំឲ្យបក់យើងមិនអាចខាត់ទឹកមិនឲ្យជន់លិចប៉ុន្តែយើងអាចបង្រៀនចិត្តឲ្យក្លាហានរឹងមាំដួលចេះក្រោករួចបន្តដំណើរទៅមុខខណៈពេលដែលយើងមិនចុះចាញ់ក្តីសុខអាចកើតឡើងបាននៅពេលដែលយើងស្គាល់ខ្លួនឯងច្បាស់និងដឹងពីគោលបំណងជាក់លាក់ខ្ញុំមិនល្អឥតខ្ចោះខ្ញុំមិនអាចមានស្នាមញញឹមគ្រប់ពេលសម្រាប់ខ្លួនឯងប៉ុន្តែខ្ញុំនៅតែខំប្រឹងដើម្បីខ្លួនឯងនិងគ្រួសារដែលតែងតែនៅក្បែរខ្ញុំអរគុណប៉ាម៉ាក់ដែលអបកូនមិនលែងខណៈពេលដែលយើងធ្លាប់ដល់ចំណុចណាមួយក៏ដោយចាហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចាគឺមានតែប៉ុណ្ណឹងចាសូមអរគុណសូមជម្រាបលា